ប្តីអត់មានស្រីទេប្រាក់ខែឲ្យទាំងអស់ប៉ុន្តែចរិតយ៉ាប់ពេលខ្លះប្រពន្ធរស់នៅជាមួយយើងអត់កើតមិនមែនដោយសារយើងល្ងងយើងអត់ចេះយើងអត់មានសមត្ថភាពទេពេលខ្លះគេរស់នៅជាមួយយើងអត់កើតដោយសារអត្តចរិតចេះខ្លាំងពេកពេលខ្លះអត់ឲ្យតម្លៃគេទេចេះខ្លាំងពេកពេលខ្លះយកចរិតកន្លែងការងារហ្នឹងយកមកប្រើប្រាស់នៅផ្ទះចេះខ្លាំងពេកពេលខ្លះអត់សូវបានគិតអំពីមនុស្សជុំវិញខ្លួនទេបងប្អូនណាសេចក្តីសុខនៅក្នុងគ្រួសារមិនមែនប្រើចំណេះដឹងទាំងស្រុងទេណាឧទាហរណ៍នៅកន្លែងការងារយើងប្រើគោលការណ៍ដឹកនាំគេតែដល់ពេលយើងមកដល់ផ្ទះវិញយើងនៅតែគោលការណ៍ដឹកនាំគេអញ្ចឹងសួរថាគ្មានណានៅជាមួយយើងកើតទេចំណេះដឹងគឺប្រើសម្រាប់រលុយមានន័យថាចំណេះជំនាញសមត្ថភាពហ្នឹងគឺប្រើដើម្បីបង្កើតប្រាក់ចំណូលទេប៉ុន្តែអារឿងរស់នៅជាមួយគ្នាបានអាស្រ័យលើអត្តចរិតតាចេះច្រើនប៉ុន្តែចរិតអន់ក៏បាក់រស់នៅជាមួយគ្នាដែរបងប្អូនមកនិយាយរឿងមួយតាក់ទងជាមួយនឹងរឿងរបស់ប្អូនស្រីម្នាក់គាត់ជាបុគ្គលិកធនាគារប្តីក៏ធនាគារប្រពន្ធក៏ធនាគារបុគ្គលិកធនាគារបងប្អូនដឹងស្រាប់ហើយស្នេហាអ្នកចេះដឹងពីព្រោះបើអត់ចេះដឹងក៏មិនអាចទៅធ្វើការងារធនាគារបានដែរបាទប្តីមិនមែនទួនាទីតូចណានាយកសាខាប្រពន្ធបេឡាប៉ុន្តែគ្រាន់តែសាខាផ្សេងគ្នាអញ្ចឹងណាបងប្អូនប្រពន្ធគាត់ឆ្ងល់ថាហេតុអីបានជាប្តីរបស់គាត់សោះក៏ក្រោះម្លេះពួកយើងសុទ្ធតែជាមនុស្សចេះដឹងដូចគ្នាហេតុអីបានជាពួកយើងពិបាករស់នៅជាមួយគ្នាម៉េះមានន័យថាការរស់នៅជាមួយគ្នាគ្មានជាតិគ្មានជើរស់នៅគ្មានទឹកដមរស់នៅដោយភាពសោះក៏ក្រោះគាត់ថាប្តីរបស់គាត់រៀនសូត្របានច្រើនជាមនុស្សមានគោលការណ៍មានការគ្រប់គ្រងល្អនិយាយស្ដីមានសុជីវធម៌មានសិលធម៌ហើយដល់ពេលគាត់ដូចគ្នាដែរការធ្វើការនៅក្នុងធនាគារបើសិនជាអត់មានសុជីវធម៌អត់មានសិលធម៌ទេរៀងពិបាកហេតុអីបានជាខ្ញុំរស់នៅជាមួយប្តីខ្ញុំមួយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាពិបាកម៉េះពីព្រោះថាយើងល្ងងទៅពិបាករស់នៅជាមួយគ្នាហេតុអីបានជាយើងរៀនសូត្របានច្រើនយើងចេះដឹងដែរតែជាមនុស្សមានចំណេះដឹងដែរហេតុអីបានជាពិបាករស់នៅចុះចំណោមគ្នាម៉េះខ្ញុំធ្លាប់និយាយណាចំណេះដឹងគឺប្រើសម្រាប់រលុយមានន័យថាចំណេះជំនាញសមត្ថភាពហ្នឹងគឺប្រើដើម្បីបង្កើតប្រាក់ចំណូលទេប៉ុន្តែអារឿងរស់នៅជាមួយគ្នាបានអាស្រ័យលើអត្តចរិតតាចេះច្រើនប៉ុន្តែចរិតអន់ក៏បាក់រស់នៅជាមួយគ្នាដែរបងប្អូនឧទាហរណ៍ប្តីក៏ចេះប្រពន្ធក៏ចេះហើយនៅពេលដែលចេះដូចតែគ្នាអញ្ចឹងហើយណាស្ដាប់អ្នកណាបងប្អូនសាកគិតតិចមើលប្តីនិយាយប្រពន្ធស្ដាប់ប្រពន្ធនិយាយប្តីស្ដាប់ឬមួយក៏ចេះដូចតែគ្នាម្នាក់មានតែកំណត់គ្រប់គ្រងគ្នាទៅវិញទៅមកហ្នឹងថាពេលខ្លះរស់នៅជាមួយមនុស្សដែលចេះពេកពិបាកណាពិបាកគាត់ថាគាត់រស់នៅជាមួយគ្នាជាង10ឆ្នាំហើយប៉ុន្តែគាត់អត់មានក្តីសុខសោះគាត់ថាប្តីរបស់គាត់តួនាទីឋានៈមុខមាត់នៅក្នុងសង្គមធំការងារប្រាក់ខែបើកមកឲ្យទាំងអស់ខ្ញុំក៏សួរទៀតថាតើគាត់មានស្រីមានអីអត់ទេប្តីអត់មានស្រីទេប្រាក់ខែឲ្យទាំងអស់ប៉ុន្តែចរិតយ៉ាប់ថាមនុស្សធម្មតាអត់ទេរៀនសូត្រចប់ថ្នាក់ហើយបានជាខ្ញុំមានអារម្មណ៍ថាពិបាករស់នៅជាមួយម៉េះណាអានឹងពិចារណាខ្លួនឯងគាត់និយាយទៀតថាប្តីខ្ញុំនិយាយអំពីគោលការណ៍